រឿងកំប្លែងមហាសំណើចសាច់ផងភ័យផងពូរត់តុកដឹកភ្ញៀវទៅបូរេម៉ង់វគ្គមួយផ្ដើមដំណើរក្នុងក្រុងអ៊ូអរនៅប្រឡប់មួយនៃទីក្រុងភ្នំពេញដ៏មមាញឹកពូអ្នករត់តុកម្នាក់ដែលមានទឹកមុខរុះរាយរួមជាមួយអ្នកដំណើរស្រីម្នាក់បានបើកបរកាត់តាមផ្លូវដែលសម្បូរទៅដោយមនុស្សម្នាអ៊ូអរផ្ទះល្វែងនិងហាងទំនិញតូចធំចម្រុះគ្នាភ្លើងបំភ្លឺតាមផ្លូវពណ៌លឿងទុំនិងភ្លើងម៉ូតូឡានជាច្រើនបង្កើតបានជាទិដ្ឋភាពដ៏រស់រវើកនៃជីវភាពរស់នៅពេលល្ងាចនេះគឺជាការចាប់ផ្ដើមនៃដំណើរដ៏វែងឆ្ងាយឆ្ពោះទៅកាន់គោលដៅដែលមិននឹកស្មានដល់វគ្គ2គោលដៅបូរេម៉ង់តំបន់កប់សពក្រោយពីការបើកបរដ៏វែងឆ្ងាយពូតុកក៏បានមកដល់កបូរេម៉ង់ក៏តាមការហៅរបស់ភ្ញៀវប៉ុន្តែអ្វីដែលគាត់ឃើញមិនមែនជាផ្ទះល្វែងអ៊ូអរនោះទេវាគឺជាទីកប់សពតំបន់ម៉ង់ខ្មោចដ៏ស្ងាត់ជ្រងំនិងធំល្វឹងល្វើយភាពអ៊ូអរនៃទីក្រុងដែលទើបតែឆ្លងកាត់បានបាត់ឈឹងពូអ្នកបើកបរចុះពីតុកឈរទាំងភ័យខ្លាចនិងស្រឡាងកាំងជុំវិញខ្លួនមានតែភ្នោបញ្ចុះសពថ្មនិងស៊ីម៉ង់តម្រៀបជួរគ្នាយ៉ាងស្ងាត់ជ្រាបក្រោមពន្លឺព្រះច័ន្ទដ៏ត្រជាក់គាត់សម្លឹងមើលទូរស័ព្ទដៃដែលកំពុងបង្ហាញផែនទីដែលគ្មានសញ្ញាអ្វីទាំងអស់សូម្បីតែផ្លូវត្រឡប់ទៅវិញក៏មើលមិនឃើញដែរវគ្គ3ខ្មោចឲ្យលុយសែននឹងការហៅចូលលេងទិដ្ឋភាពកាន់តែគួរឲ្យរន្ធត់នៅក្នុងទីកប់សពដ៏ស្ងាត់ជ្រងដដែលពោពេញដោយភ្នោស្ត្រីជាភ្ញៀវបានប្រែក្លាយជាប្រលឹងខ្មោចដ៏ពិតប្រាកដមានរូបរាងព្រើបន្តិចនិងមានពន្លឺពណ៌ខៀវខ្ចីជុំវិញខ្លួនទោះបីជាមានសភាពបែបនេះក្តីនាងខ្មោចនៅតែរក្សាភាពគួរសមដោយហុចបាច់លុយសែនលុយដុតសម្រាប់ខ្មោចនិងធូបទៅកាន់ពូអ្នកបើកបរតុកពូអ្នកបើកបរដែលធ្លាប់តែរុះរាយពេលនេះភ័យស្លន់ស្លោដល់កម្រិតកំពូលសក់ក្បាលប៉ះជ្រងភ្នែកលៀនស្ទើរជ្រុះនាងខ្មោចបានចង្អុលបង្ហាញទៅកាន់តូបលក់ដូរតូចមួយដែលលេចចេញរូបរាងនៅខាងក្រោយរួចហៅពូតុកចូលលេងដោយក្តីមេត្តាខណៈដែលទូរស័ព្ទដៃ Google Maps ត្រូវបានគាត់បោះបង់ចោលនៅដីទៅហើយវគ្គ4ភ្លេចទិញទឹកកកនិងការអញ្ជើញញ៉ាំអីភាពសើចចុកពោះបានមកដល់ទោះបីជាមានការបំភ័យពីមុនក្តីពូអ្នករត់តុកបានត្រឡប់មកអង្គុយលើកៅអីបើកបរវិញទាំងមុខស្លេកស្លាំងសំណាងល្អទូរស័ព្ទដៃ Google Maps របស់គាត់ស្រាប់តែមានសញ្ញាឡើងវិញនិងបង្ហាញផ្លូវចេញពីទីកប់សពដ៏ខ្មៅងឹតនោះប៉ុន្តែនៅពេលដែលគាត់សម្លឹងមើលកញ្ចក់មើលក្រោយគាត់ស្រាប់តែឃើញនាងខ្មោចដដែលកំពុងអង្គុយនៅកៅអីក្រោយយ៉ាងហីថែមទាំងកាន់ដុំទឹកកកធំមួយទៀតផងនាងញញឹមតិចដាក់គាត់រួចប្រាប់ហេតុផលថាភ្លេចទិញទឹកកកមេឃក្តៅពេកការសន្ទនាដ៏ប្លែកនេះបានធ្វើឲ្យភាពភ័យខ្លាចប្រែជាសំណើចនាងខ្មោចថែមទាំងចង្អុលទៅកាន់ហាងបាយនៅឯនេះមួយដែលមានភ្លើងពណ៌នៅខាងមុខហើយអញ្ជើញពូតុកចូលញ៉ាំអីសិនទៀតផង